Hello everyone បាទសួស្តីអ្នកទាំងអស់គ្នាអូខេនេះគឺជាសៀវភៅ English Grade 4អូខេឥឡូវនេះយើងចាប់ផ្ដើមនៅមេរៀនទី1 Unit 1មេរៀនទី1ហើយចំណងជើងគឺ Greeting អូខេយើងមើល Greeting ប្រែថាការធ្វើបដិសណ្ឋារកិច្ចឬក៏ការទទួលរាក់ទាក់អូខេតមកទៀត lesson 1មេរៀនទី1ស្មើនឹង unit 1ដូចគ្នា hello សួស្តីអូខេអញ្ចឹងការទទួលរាក់ទាក់គឺយើងផ្ដើមដោយពាក្យថា hello ប្រែថាសួស្តី A ផ្នែក A អូខេយើងមើលមានរូបត្រចៀកហើយនឹងរូបមាត់ listen and say listen ប្រែថាស្ដាប់ and ហើយ say និយាយអញ្ចឹងបានន័យថាចូលស្ដាប់ហើយនិយាយ listen and say អូខេឥឡូវនេះយើងស្ដាប់ជាមុនសិន Hello Rina សួស្តី Rina Hello Bona សួស្តី Bona អូខេអញ្ចឹងយើងស្ដាប់រួចយើងថាតាមពីក្រោយមកអូខេឧទាហរណ៍ម្ដងទៀតអានេះយើងថាម្ដង Hello Rina Hello Bona អូខេចំណែកខាងស្ដាំនេះគឺយើងប្រើពាក្យ hi ក៏ជាពាក្យមួយស្មើនឹងពាក្យ hello ដែរអូខេបើសិនជាយើងមិនចង់ប្រើពាក្យ hello យើងប្រើពាក្យ hi Navi សួស្តី Navi hi San សួស្តី San អូខេពេលហ្នឹងគឺគេឲ្យយើងស្ដាប់ហើយថាហើយនិយាយអូខេអញ្ចឹងយើងមកក្រោមទៀតផ្នែកអក្សរ B pair work pair ប្រែថាជាគូ work ប្រែថាការងារអញ្ចឹងមានន័យថាចូលធ្វើការងារជាគូអូខេបានន័យថាយើងចាប់គូ2នាក់មកអូខេសញ្ញាមាត់គឺយើងមើលប្រធានបទគេ say hello or hi to your friends ចូលនិយាយពាក្យ hello ឬក៏ hi to បានន័យថាទៅកាន់មិត្តភ័ក្តិរបស់អ្នកអូខេចូលនិយាយពាក្យ hello ឬក៏ hi ទៅកាន់មិត្តភ័ក្តិរបស់អ្នកអូខេអញ្ចឹងសំទោសអូខេអញ្ចឹងយើងកន្លែងនេះយើងបញ្ចូលឈ្មោះមកឧទាហរណ៍ថាកុមារីនេះឈ្មោះ Nari អញ្ចឹងមកយើងនិយាយថា hello Nari យើងបញ្ចូលឈ្មោះ Nari ត្រង់នេះមកហើយខាង Nari គេឆ្លើយវិញ hello Bona ឧទាហរណ៍ខាងនេះគឺ Bona hello Bona អញ្ចឹងមកអូខេហើយមកខាងនេះទៀតគឺយើងជំនួសដោយពាក្យ hello ដោយប្រើពាក្យ hi Navi សួស្តី Navi hi Bona សួស្តី Bona អូខេហ្នឹងយើងបញ្ចូលឈ្មោះមកអូខេមានតែប៉ុណ្្នឹងទេនេះគឺជាទំព័រទី2យើងចាប់ផ្ដើមមេរៀនទី1នៅលើទំព័រទី2អូខេបន្តមកទៀតយើងចូលដល់អក្សរ C letter C listen and say listen បានន័យថាស្ដាប់ and ហើយ say និយាយអញ្ចឹងមានន័យថាចូលស្ដាប់ហើយនិយាយអូខេអញ្ចឹងយើងមើលឧទាហរណ៍គេ Hello I am Bona សួស្តីខ្ញុំគឺ Bona អូខេ am ប្រែថាគឺអូខេខាងផ្នែកខាងស្ដាំទូរស័ព្ទ focus អត់សូវល្អ Hello I am Navi សួស្តីខ្ញុំគឺ Navi អូខេអញ្ចឹង I am ហ្នឹងគឺជំនួសឲ្យ my name is អូខេ
បន្តមកទៀតយើងចូលដល់អក្សរ D peer work ចូលធ្វើការងារជាគូ say hi or hello and tell your name ចូលនិយាយពាក្យ hi ឬក៏ hello ហើយប្រាប់ឈ្មោះរបស់អ្នកអូខេអញ្ចឹងឧទាហរណ៍ថានេះគឺ Bona អញ្ចឹងយើងនិយាយមក Hello I am Bona អញ្ចឹងយើងបញ្ចូលឈ្មោះ Bona ត្រង់នេះមក Hello I am Bona អូខេអញ្ចឹងផ្នែកខាងស្ដាំ Hello I am Navi ម្ដងទៀត Hello I am Navi អញ្ចឹងយើងបញ្ចូលឈ្មោះអញ្ចឹងមកយើងចង់បញ្ចូលឈ្មោះណាក៏បានដែរអូខេនេះគឺទំព័រទី3អូខេអញ្ចឹងយើងរៀនត្រួសយើងមិនចាំបាច់ចំណាយពេលយូរពេកទេអូខេអញ្ចឹងយើង turn មកទំព័រមួយទៀតអូខេយើងឈានដល់ letter E អក្សរ E the letters បានន័យថាតួអក្សរទាំងឡាយ number 1 ផ្នែកលេខ1ផ្នែកទី1 listen and practice ចូលស្ដាប់ហើយអនុវត្តអូខេអញ្ចឹងយើងស្ដាប់សិន A B C D អូខេឧទាហរណ៍ថាយើងស្ដាប់ខាងនេះហើយយើងនិយាយខាងនេះមកយើងអនុវត្តខាងនេះមក A B C D អូខេអញ្ចឹងវាខាងលើគឺជាអក្សរធំខាងក្រោមគឺជាអក្សរតូចអូខេតមកដល់ number 2 ផ្នែកលេខ2 peer work ចូលធ្វើការងារជាគូឬក៏ការងារជាគូ say the letters អូខេ letter មាន s ហ្នឹងគឺជាពហុវចនៈបានន័យថាអក្សរច្រើន say the letters ចូលនិយាយអក្សរទាំងឡាយអូខេក្នុងឧទាហរណ៍យើងនិយាយមក A B C D A B C D អូខេយើងនិយាយអញ្ចឹងឯងអញ្ចឹងយើងរៀនតែ4តួអក្សរសិនទេអូខេយើងឈានដល់ number 3 ផ្នែកលេខ3 say in turn ចូលនិយាយម្នាក់ម្ដងបានន័យថាផ្លាស់គ្នានិយាយ in turn ហ្នឹងបានន័យថាផ្លាស់គ្នានិយាយម្នាក់ម្ដងចូលនិយាយម្នាក់ម្ដងអូខេឧទាហរណ៍ថាកុមារាគេនិយាយ A កុមារីនិយាយថា B អញ្ចឹងកុមារានិយាយ C កុមារីថា D អញ្ចឹងយើងផ្លាស់គ្នាម្នាក់ម្ដងអញ្ចឹងឯងអូខេនេះគឺជាទំព័រទី4អូខេ page 4អូខេបន្តមកទៀតយើងឈានដល់ letter F អក្សរ F letter practice ការអនុវត្តតួអក្សរអូខេ letter practice បានន័យថាការអនុវត្ត letter តួអក្សរអូខេមកខាងក្រោមទៀត trace the letters អូខេ trace នឹងបានន័យថាចូលផ្ដានតាមឬក៏គូសតាម trace the letters ចូលផ្ដានតាមនៅតួអក្សរទាំងឡាយអូខេអញ្ចឹងយើងមើលមករបៀបទៅសេអក្សរ A យើងមើលតាមសញ្ញាព្រួញទី1យើងចាប់ខាងលើមកក្រោមឆ្វាបអញ្ចឹងមកខាងនេះទៀតឆ្វាបអញ្ចឹងមករួចយើងវាសពោះកណ្ដាលអូខេវាអត់សូវ focus ទូរស័ព្ទហើយខាងនេះគឺគេឲ្យយើងអនុវត្តសរសេរយើងសរសេរដូចដែលគេឧទាហរណ៍ហ្នឹងសរសេរមកអញ្ចឹងមកយើងរៀនសរសេរមកហើយអក្សរតូចក៏យើងមើលតាមសញ្ញាព្រួញគេមកសញ្ញាព្រួញគេមកពីលើមកក្រោមអញ្ចឹងមកខ្វង់អញ្ចឹងមករួចពីលើមកក្រោមខ្វាក់អញ្ចឹងមកអូខេដល់អក្សរ B យើងមើលតាមសញ្ញាព្រួយអញ្ចឹងមកពីលើមកក្រោមខ្វោកអញ្ចឹងមកពីឆ្វេងទៅស្ដាំខ្វាក់អញ្ចឹងមក
ok chẳng là sao tối cho xe sửa thế tiền bị lừa một crom rồi bị lừa vong một crom đó là sao xí nhưng khu tem mùi khóa thế cứ dừng chập bị lừa vong một crom chẳng máu sao tối cái đôi kia đá ok bên này sao đi dừng tiền bị lừa một crom khóa trong chẳng máu rồi dừng chập bị lừa vong một crom chứ ok những cái này sao tối dừng tiềnពីពាក់កណ្ដាលមកខំខ្វាក់យ៉ាងមួយរួចទាញពីលើចុះមកក្រោមចឹងអូខេហ្នឹងគឺជារបៀបសរសេរតួអក្សរឲ្យបានត្រឹមត្រូវអូខេតមកទៀតយើងចូលដល់កន្លែង remember បានន័យថាចូលចងចាំ hello ស្មើ hi បានន័យថាពាក្យ hello គឺស្មើ hi ន័យដូចគ្នាគឺប្រែថាសួស្តីHello, I am Borin ឧទាហរណ៍យើងបញ្ចូលឈ្មោះ Borin មក Hello, I am Borin ឬក៏យើងនិយាយមួយទៀតថា Hi, I am Borin អូខេហើយផ្នែកខាងនេះគឺយើងរៀនអំពីអក្សរ4តួមាន A B C D អូខេហើយផ្នែកខាងស្ដាំនេះគឺគេនិយាយអំពីអក្សរ A ហើយនិងអក្សរ C A និង C មានសូរសំឡេង2អូខេអញ្ចឹង A វាមានសំឡេង2អញ្ចឹងសំឡេងអ្វីខ្លះឥឡូវយើងមើល A ស្មើនឹងសំឡេង A អានេះគឺជានិមិត្តសញ្ញានៃការអានរបស់គេគឺអានថា A ឧទាហរណ៍ apple អញ្ចឹងយើងប្រកបឧទាហរណ៍ថាយើងប្រកប apple apple ប្រែថាផ្លែប៉ោមអញ្ចឹងសំឡេង A មួយទៀតគឺមានសំឡេង A ដូចរូបខ្លួនវាអញ្ចឹងឧទាហរណ៍ដូចពាក្យថា ape មាន E ape ប្រែថាសត្វស្វាធំអូខេបន្តមកទៀតដល់អក្សរ C មានសំឡេង2ដែរសំឡេងទី1គឺស្មើនឹងសំឡេង ខស្មើអក្សរខដូចពាក្យថា car ប្រែថាឡានតូចអញ្ចឹងសំឡេងទី2គឺសំឡេងសអញ្ចឹងអក្សរ C វាមានសំឡេង2មួយទៀតគឺសំឡេងសស្មើនឹងអក្សរសឧទាហរណ៍ដូចជាពាក្យថា city ប្រែថាទីក្រុងអញ្ចឹងកន្លែងនេះយើងមិនមែនថាអានថា kitty ទេគឺ C នឹងវាស្មើនឹងសំឡេងសអញ្ចឹងយើងអានថា city ប្រែថាទីក្រុងអូខេអញ្ចឹងយើងរៀនតែប៉ុណ្ណេះសិននេះគឺដល់ទំព័រទី5អញ្ចឹងចាំពេលក្រោយយើងនឹងបន្តទៅមុខទៀតអូខេបាយ